ក្តីអ្នកនរគ្នាថ្ងៃនេះផងដែរខ្ញុំមកលេង Minecraft ប៉ុន្តែខ្ញុំនឹងលេងជា Survivor នៅលើកោះនេះចំនួន100ថ្ងៃដោយនៅលើកោះនេះមានតែដើមឈើមួយដើមជាមួយនឹងហឹបមួយតែប៉ុណ្ណោះដើម្បីឲ្យយើង Survivor នៅលើកោះនោះហើយបើអ្នកនរគ្នាចង់ដឹងថា100ថ្ងៃនៅលើកោះនេះមានឧបសគ្គអ្វីខ្លះអ្នកនរគ្នាកុំភ្លេចមើលវីដេអូនេះទាំងអស់គ្នា Let's go ហើយយោឥឡូវនេះយើងចូលមកដល់ Minecraft របស់យើងហើយបើគឺថាកើតមកមានតែដើមឈើមួយដើមជាមួយនឹងហឹបមួយហ្នឹងទេបាទគឺថាយើង Survivor នៅលើកោះនេះទាំងអស់គ្នាសម្រាប់គ្នាយើងណាដែលគាត់មកក្រោយកុំភ្លេចជួយចុច like Subscribe បើកសញ្ញាកាន់ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំផុសវីដេអូថ្មីទៅវាចូលទៅកាន់ទូរស័ព្ទអ្នកនរគ្នាអីចឹងណានេះឥឡូវយើងមកបើកហឹបហើយនៅក្នុង Minecraft នេះផងដែរយើងគ្មានអីក្រៅពីកាប់ឈើហើយលេង Survivor នៅលើហ្នឹងទេព្រោះថាកើតមកវាមានតែកោះមួយយើងអត់មានអីក្រៅពីការម៉ាញដីជាមួយនឹងបៀលផ្ទះបៀលអីហ្នឹងឯងនេះឥឡូវនេះផងដែរយើង click item យើងឲ្យហើយពីក្នុង hub របស់យើងហើយយើងក៏សំដៅទៅរកដើមឈើតែម្ដងគឺថាហ្គេម Minecraft គ្មានអីក្រៅពីកាប់ដើមឈើទេកើតមកដំបូងប៉ុន្តែនេះយើង Survivor មានតែមួយដើមអញ្ចឹងរៀងពិបាកតិចហើយដល់វេទនាខ្លាំងមែនតើយើងអង្គុយកាប់តិចហើយបាទខ្ញុំអត់សូវចេះលេងដែរទេ Minecraft នេះហ៊ានលេងឲ្យមើលទៅសូអីណាបាទមែនសូអីណាឥឡូវវារៀងលែកតិចនេះបាក់អស់ហើយដើមឈើហ្នឹងប៉ុន្តែវាអត់ឈប់ឡោះអត់ឈប់អីចឹងណានេះឥឡូវឈប់ហើយយើងកាប់អាគោលបដែមកនេះអាហ្នឹងអ្នកនរគ្នាយើងកាប់ហើយយើងកុំភ្លេចដាំវិញផងអាហ្នឹងតែអត់ដាំទេចប់អីព្រោះនៅនេះមានតែឆ្នេរសមុទ្រហើយនឹងកោះមួយហ្នឹងនិយាយទៅវាគ្មានអីផ្សេងទៀតទេមានតែដើមឈើមួយដើមហ្នឹងយើងបានកូនឈើហើយយើងកុំភ្លេចដាំវាផងតែអត់ដាំហ្នឹងចប់ស៊ីនលើហើយអត់មានអីបន្តពូជលើហើយតែអត់ដាំដើមឈើហ្នឹងវគ្គហ្នឹងសំខាន់ជាងគេគឺដើមឈើហ្នឹងហើយអាស្មៅនេះយើងដើរធួសវាមកធួសដើម្បីយកគ្រាប់ស្រូវឥឡូវយើងយកកូនឈើទៅដាំសិនបាទសើដាំនៅនេះមួយមកដល់ដាំឲ្យគ្រប់កន្លែងមកហើយអ្នកនរគ្នាខ្ញុំសុំដាក់វីដេអូនេះរៀងលឿនតិចឲ្យព្រោះថាខ្ញុំនៅធួសដីធួសអីទៀតកាប់ដីកាប់អីឲ្យវាស្មើគ្នាអីចឹងណាដើម្បីយើងរៀបចំកន្លែងធ្វើផ្ទះធ្វើអីសម្រាប់យើងរស់នៅអីចឹងទៅកុំឲ្យមានខ្មោចមានអីមកវាយប្រហារយើងអីចឹងណាហេបាទឥឡូវយើងរួចមកដំណាក់កាលហើយបាទគឺថាវានៅមកស្ទាប់ទៀតខ្ញុំអត់ទាន់ធ្វើអីវាទេខ្ញុំត្រូវការរៀបចំកន្លែងរបស់ខ្ញុំសិនខ្ញុំជីកយកហឹបយកអីមកក្រាស់អាម្រាប់ស្អីគេគេធ្វើតំណាំធ្វើអីយកគ្នាយើងរៀបចំទុកអីវ៉ាន់ទុកអីសិនព្រោះថាមេឃក៏ចិត្តយប់ដែរហើយតែអត់រៀបចំអីហ្នឹងខ្មោចមកបន្លាចយើងហើយមកស្លាប់យើងងាប់នៅលើកោះហ្នឹងហើយជប់បាត់ item ខ្ទេចឥឡូវយើងរៀបចំ item របស់យើងសិនយើងទុកក្នុងហឹបព្រោះថាយើងនៅមានដំណាក់កាលបន្តទៀតអាហ្នឹងខ្ញុំអត់ទាន់ជិះរួចទេគ្នាយើងនៅមកតង់ទៀតអាស្មៅហ្នឹងនៅមកតង់ទៀតបានវាស្មៅអស់មកហើយនៅពេលដែលយើងជីកស្មៅហើយចាំយើងចាត់ការទៅម៉ាញនៅក្នុងដីហ្នឹងតែម្ដងដើម្បីរករ៉ែរកអីផ្សេងទៀតដើម្បីយកមកធ្វើផ្ទះធ្វើអីអញ្ចឹងណាឥឡូវខ្ញុំក្រាស់ crafting table មួយសិនបាទដាក់អាឈើនេះប្របែកជា4មកប្របែកអត់ចង់មកទេឈើនេះហើយបាន crafting table ហើយយើងយកមកដាក់នេះមកយើងដើម្បីយកទុកក្រាស់បថៅក្រាស់អីចឹងទៅយើងទុកធ្វើការងារបន្តទៀតហើយខ្ញុំមើលក្រាស់ឈើអាឈើនេះមកឈើនេះចេញសัตว์មកក្រាស់យកតាម8ជើនេះមកហើយយើងត្រូវការក្រាស់ជា stick ប៉ុន stick របស់ខ្ញុំមាន4ហើយទៅក្រាស់អាម៉ាប់នេះអ្នកទៅតំណាំហ្នឹងហើយយើងចុចយកមកបានហើយបាទតែប៉ុណ្ណឹងយើងអត់មានធ្វើការឲ្យច្រើនទេយើងនៅតែជំនះដីហ្នឹងតិចទៀតទេហើយយើងដើរទៅជំនះដីសិនយើងឥឡូវរៀបចំអីវ៉ាន់សិនបាទទៅជំនះដីភ្លេចក្រាស់ប៉ែលបោះមកក្រោយក្រាស់ប៉ែលវិញព្រោះថាតើមានប៉ែលឡើងក្រាស់លឿនឥឡូវយើងមកក្រាស់ប៉ែលមួយសិនមកដើម្បីជោគដីទុកមកដុំដើម្បីទុករៀបកន្លែងសាងសង់លំនៅឋានរបស់យើងអីចឹងណាហើយយើងដើរទៅជំនះហើយវីដេអូនេះខ្ញុំសូម skip ទៀតហើយអូខេបាទឥឡូវនេះគឺថាបេសកកម្មយើងហើយរួចមកតង់ហើយគឺថាឥឡូវយើងបានមកយកហើយនៅក្នុងកោះនេះព្រោះថាខ្ញុំបាន skip វាមកយកអីចឹងណាតែយកមិញខ្មោចលើងច្រើនខ្លាំងមែនតើឥឡូវយើងមកដាំអីតិចណាទុកហូបចុកនៅពេលដែលយើងខ្វះខាតអីចឹងណាបានអាហ្នឹងហើយជួយសម្រួលដល់យើង
ហើយយើងចុចដាំស្រូវដាំអីដាំល្ពៅដាំការ៉ុតដាំអីឲ្យសុកមុខមកព្រោះថាបើយើងអត់មានអីស៊ីអញ្ចឹងក៏រៀងយ៉ាប់ដែរវាអស់កម្លាំងអីចឹងពិបាកចុចអាការ៉ុតនេះចុចឲ្យចង់ចាញ់ណែដាក់ទៅចំវាដាក់អត់ចំហ្មងតើដាក់ចំមិនចុចចាញ់គេឥឡូវយើងរាស់ដីបន្តមកយើងរាស់ដីដើម្បីព្រោះតែយើងនៅសល់គ្រាប់អាឡឹកគ្រាប់ល្ពៅទៀតអញ្ចឹងហើយយើងនៅដាំការ៉ុតហើយដាំល្ពៅដាំអាឡឹកអញ្ចឹងយើងដាំលាយគ្នាអញ្ចឹងមកបើថាយើងនេះយើងខ្វះខាតយើងកើតមកយើងអត់មានអីទេអញ្ចឹងស្អីក៏យើងយកដែរសម័យនេះសម័យដាច់ដាបឲ្យកើតកន្លែងនេះហើយយើងដាំអាតឡូងស្អីនេះមកដាំលាយគ្នាទាំងអស់មកហើយខ្ញុំសុំនេះយើងដាំតឡូងដាំអីហើយនៅសល់ដាំតឡូងហើយនៅសល់គ្រាប់អាឡឹកយើងដាក់គ្រាប់អាឡឹកចិត្តគ្នាអញ្ចឹងមកខ្ញុំដឹងថាវារស់ក៏មិនរស់ទេអាឡឹកនេះព្រោះថាខ្ញុំអត់ដែរគេលើគេថាគេដាំអាឡឹកគេឲ្យដកគ្នាមកប្លុកខ្ញុំដឹងទេឬដាំគេទេព្រោះខ្ញុំដាំខ្លួនឯងខ្ញុំអត់អីទេខ្ញុំចង់ដាំមិនក៏បានដែរយើងដាំគ្រាប់អាឡឹកហើយនៅល្ពៅបើយើងនៅសល់4គ្រាប់ទៀតនៅរាស់ដីបន្តទៀតមកដើម្បីដាំល្ពៅគេដាក់คลิกល្ពៅចុចរាស់ហើយចុចដាំល្ពៅ4គ្រាប់ដាក់អានេះ1 2នេះ3 4អស់ហើយបាទឥឡូវយើងទៅធ្វើបេសកកម្មយើងបន្តយើងដីបើយើងដើម្បីមកបិទជីនេះបិទវាឲ្យចិត្តដើម្បីឲ្យទីធ្លារបស់យើងបានកាន់តែធំកាន់តែស្អាតអីចឹងណាដើម្បីងាយស្រួលដាំដើមឈើមិនដាំដើមឈើយើងធ្វើអីផ្សេងក៏វាស្រួលដែរសាងសង់ផ្ទះសាងសង់អីចឹងទៅឥឡូវខ្ញុំសុំ skip វាឲ្យលឿនតិចហើយព្រោះថាខ្ញុំដាំមកកន្លែងហ្នឹងវារៀងយូរតិចហើយយើងបិទដីបិទអីហ្នឹងឲ្យយូរគ្នាយើងហើយក្រោយពីយើងធ្វើហើយមេឃក៏បានយប់ហើយយើងដីរបស់យើងក៏អស់តែល្មមហ្នឹងគឺថាសំស្របទៅតាមបរិយាកាសអញ្ចឹងណាគឺថាធ្វើហើយយប់មកធ្វើហើយខ្មោចមកវាយមកមិនអញ្ចឹងទេមើលទៅឥឡូវយើងដាក់ភ្លើងតិចមកកុំឲ្យខ្មោចស្ពនមកលើផ្ទះរបស់យើងដាក់ភ្លើងតាមអាគារនេះមកនេះដើម្បីឲ្យវាភ្លឺកុំឲ្យយើងរស់នៅតែឯងហើយកុំឲ្យល្ងឹតពេកស្ងាត់ពេកអញ្ចឹងណាថាខ្ញុំដាក់mode night vision មកអញ្ចឹងមេឃយប់ហើយក៏អាចនៅមើលបានដែរវាល្ងឹតខ្លាំងទេវាមកអាចមើលបានអញ្ចឹងណាឥឡូវយើងក៏ទៅកាប់ដើមឈើរបស់យើងបន្តយើងទាញបន្ថែមរបស់យើងមកកាប់វាទៅព្រោះថាខ្ញុំក៏ខ្ជិលកាប់ដើមឈើដែរបានខ្ញុំដាក់ mode កាប់មួយបាត់ទាំងអស់ហ្នឹងមកថានេះអត់បានពូជវាមកបន្តទេដែរបាទថានេះវាលែកអីចឹងណាមើលទៅវាអត់ជូរមកតិចទៀតវាជូរមកវាអស់ហើយគ្នាយើងហើយយើងក៏អត់មានអីច្រើនដែរពេលដែលយើងកាប់ដើមឈើហើយអញ្ចឹងយើងយកពូជវាមកដាំវិញមកព្រោះថានៅពេលដែលយើងអត់ដាំវាអញ្ចឹងយើងខាតណានៅកន្លែងហ្នឹងអត់មានដើមឈើផងយើងត្រូវតែចេះដាំហើយចេះដោះចេះកាប់ហើយចេះដាំវិញផងយើងក៏បំផ្លាញបរិស្ថានពេកជួយមកនេះចុចមួយចេញពីរចុចមួយចេញពីររហូតដល់សាំមើលចេញពីររហូតខ្ញុំឡើងកាំងខ្លួនឯងមកហើយដាក់ដាំដើមឈើសិនមកដាំនេះចេញសាពីរមិនមិនអញ្ចឹងដាក់កន្លែងកែងនេះមួយនេះមកនេះបានដើម្បីឲ្យវាស្មើគ្នាឲ្យវាដោះធំធាត់អីចឹងណាហើយខ្ញុំសុំ skip ជប់ហ្នឹងមកយប់នេះដែរគ្នាយើងដឹងថាខ្មោចលើងនេះដែរខ្ញុំសុំ skip សិនណាគ្នាយើងថាយប់ហ្នឹងយើងធ្វើការអប់ដេតទេខ្ញុំបានម៉ាញចុះទៅក្រោមបានខូលបានអីខ្លះបីយកមកធ្វើភ្លើងដុតសាច់ដុតអីចឹងទៅហើយមេឃក៏អត់តន់ភ្លឺដែរហើយនៅកន្លែងដែលខ្ញុំម៉ាញហ្នឹងខ្ញុំអត់តន់បានរៀបចំវាស្អាតបានទេចាំអេពីសូតបន្ទាប់ខ្ញុំនឹងរៀបចំវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ